បន្តទៅមើលអំពីការលក់ដូររបស់អាជីវករនៅតាមបណ្ដាផ្សារនានាជាពិសេសជំវិញផលិតផលដែលពួកគាត់យកមកលក់ដូរនោះគឺសុទ្ធសឹងតែជាផលិតផលខ្មែរភាគច្រើនមិនមានផលិតផលថៃនោះទេបើសិនជាមានគឺមិនប្រជាពលរដ្ឋក៏មិនទិញយកទៅប្រើប្រាស់ដែរពលគឺទាំងអ្នកលក់និងអ្នកទិញបានធ្វើពហិការឈប់លក់និងឈប់ប្រើប្រាស់ផលិតផលថៃហើយតំណាងបងប្អូនអាជីវករលក់ដូរនៅបន្លែនិងផ្សារនៅផ្សារច្បារអំពើបានបញ្ជាក់ប្រាប់ថាបច្ចុប្បន្ននេះភាគច្រើនគឺមានលក់ផលិតផលខ្មែរនិងផលិតផលនៅតាមបណ្ដាប្រទេសផ្សេងលើកលែងតែតំណែងថៃមិនយកមកលក់ជាដាច់ខាតពីព្រោះថាការចងចាំនៃការឈឺចាប់កន្លងមកពិសេសបច្ចុប្បន្ននេះផលិតផលខ្មែរគឺមានច្រើនណាស់មិនចាំបាច់អីទៅលក់ផលិតផលថៃទៀតនោះទេសាបន្លែហើយខ្ញុំលក់របស់ខ្មែរផោះខ្មែរធ្វើបានផោះចោលអត់លក់ទេជប់លក់ហើយចាឥឡូវមានទឹកម្ទេសខ្មែរមានទាំងអស់ខ្មែរចេះធ្វើទឹកម្ទេសទឹកក្រូចឆ្មាប៊ីចេងផលិតទាំងអស់ហើយខ្ញុំមានប្រហិតធ្វើនៅខ្មែរយើងដែរប្រហិតសាច់គោកន្លែងខ្ញុំនៅច្បារអំពៅលក់នៅប្រទេសទាំងអស់អត់តែប្រទេសចៅមួយទេដូច្នេះហើយយើងត្រូវឈប់ប្រើលទ្ធផលផោះចោលខ្ញុំលក់ប្រហិតលក់ស្លាប់មាន់លក់នៅផ្សារបន្លែច្បារអំពៅផលិតផលខ្ញុំលក់សប្តាហ៍នេះគឺមានរបស់ខ្មែរនិងរបស់ចិនតែរបស់ខ្មែរសឹងតែ 100% ហើយរបស់សៀមគឺអត់មានលក់ទេធានាឲ្យ 100% ហ្មងចាគឺមានការឈឺចាប់ព្រោះថៃវាឈ្លានពានវាធ្វើបាបប្រជាជនយើងប្រទេសយើងចឹងទៅមានការឈឺចាប់គឺខ្ញុំដាច់ខាតគឺអត់លក់ហ្មងគឺខ្ញុំលក់ផលិតផលក្នុងស្រុកហើយក៏ខ្ញុំក៏បានណែនាំអតិថិជនខ្ញុំហ្នឹងគឺឲ្យប្រើផលិតផលក្នុងស្រុកហើយអតិថិជនខ្ញុំហ្នឹងក៏ងាកមកប្រើបានសឹង 100% ឥឡូវគឺប្រជាជនខ្មែរយើងគឺធ្វើបានច្រើនផលិតផលសឹងថាអត់ខ្វះទេគឺបបោចាចង់ឲ្យសហគ្រាសក្នុងស្រុកខ្មែរយើងហ្នឹងផលិតឲ្យមានការវិច្ចប់ហ្នឹងឲ្យមានស្តង់ដារដូចគេហើយរូបបង្កើនរសជាតិបន្តិចហើយយើងបដិងគុណភាពឲ្យបានល្អជាងហ្នឹងបន្តិចតែខ្ញុំសង្ឃឹមថាថ្ងៃមុខទៅខ្មែរយើងនឹងធ្វើបានដូចគេ 100% ហើយព្រោះឥឡូវយើងទៅតែថ្មីអញ្ចឹងយើងបានប៉ុណ្ណឹងក៏យើងល្អដែរសាបន្លែចាមពៅឥឡូវលែងលក់អវ៉ាន់ថៃហ៎បងព្រោះអីភាគច្រើនខ្មែរយើងសួរគាំទ្រតែអវ៉ាន់ខ្មែរអញ្ចឹងហើយអវ៉ាន់នាំមកពីក្រៅពីប្រទេសថៃមានចិនមានវៀតណាមហើយមានម៉ាឡេស៊ីតែចំពោះអវ៉ាន់ថៃឥឡូវប្រជាជន 99% លែងប្រើអញ្ចឹងការលក់ក៏យើងលែងយកមកលក់ទៀតអញ្ចឹងភាគច្រើនអវ៉ាន់ក្នុងស្រុក 99% ហើយបើយើងការនាំចូលគឺអវ៉ាន់តិចតួចភាគច្រើនដោយការភាគច្រើនប្រេងឆាយើងនាំមកពីវៀតណាមហើយមកពីម៉ាឡេស៊ីហើយប្រេងឆាក្នុងស្រុកយើងក៏មានដែរអូបានថាយើងអវ៉ាន់ក្នុងស្រុកយើងតម្លៃរៀងខ្ពស់ជាងគេបន្តិចក៏មានអ្នកទិញច្រើនដែរព្រោះគេថាអវ៉ាន់គុណភាពល្អជាងខ្ញុំសូមសំណូមពរថាបើអាចគឺអវ៉ាន់ក្នុងស្រុកយើងបានច្រើនជៀសវាងរបស់គេបានយើងជៀសពួតតែជៀសទៅហើយអ្នកហូបក៏អញ្ចឹងដែរព្រោះអីអវ៉ាន់ក្នុងស្រុកយើងជួនខ្លះហ្នឹងវងយើងផលិតអត់សូវបានល្អដូចរបស់គេទេតែបើយូរទៅយើងអាចផលិតបានល្អជាងគេហើយគុណភាពរបស់យើងក៏ល្អជាងគេដែរហើយយើងអត់ប៉ះពាល់សុខភាពដូចប្រទេសគេទេចំណែកអាជីវករនៅផ្សារអូឡ িম্প ិកវិញបានប្រាប់ប្រហាក់ប្រហែលគ្នាដែរថាបច្ចុប្បន្ននេះពួកគាត់លក់តែផលិតផលខ្មែរនិងផលិតផលប្រទេសផ្សេងដូចជាចិនអាមេរិកជប៉ុនម៉ាឡេស៊ីឥណ្ឌូនេស៊ីនិងវៀតណាមគ្មានផលិតផលថៃលក់តទៅទៀតនោះទេហើយរាល់ថ្ងៃនេះផលិតផលនៅក្នុងស្រុកមានគ្រប់ប្រភេទមិនត្រូវការផលិតផលថៃមកលក់នៅលើទីផ្សារប្រទេសកម្ពុជាទៀតឡើយក្នុងនោះពួកគាត់ក៏ស្នើឲ្យបណ្ដាអាជីវករគ្រប់កន្លែងទាំងអស់នាំគ្នាលក់ផលិតផលខ្មែរនិងធ្វើបេក្ខការផលិតផលថៃជាដាច់ខាតខ្ញុំអាជីវករសាអូឡ িম্প ិកច្រកលេខ1ឡៃសុកសានហ្នឹងណាតែខ្ញុំលក់តែរបស់ខ្មែររបស់កូរ៉េរបស់ក្រុមហ៊ុនអនឡាញហើយនឹងរបស់ជប៉ុនអីចឹងលក់តែរបស់សៀមអត់លក់ទេតែនិយាយថារបស់សៀមអត់លក់ដោយសារឈឺចាប់ទៅឈប់លក់អវ៉ាន់សៀមសុខចិត្តថាសល់ឬចោលហ្មងមានរបស់ខ្មែរមកកណោមានរបស់ជប៉ុនមកកណោរបស់កូរ៉េក៏មានដែរពូអត់លក់របស់សៀមក៏អត់អីដែរដោយសារអីអវ៉ាន់យើងមានច្រើនណាទោះបីជាអត់លក់របស់សៀមក៏យើងនៅឈរជើងបានរាល់ថ្ងៃដែរដោយសារឯតូចខ្ញុំមិនមែនតែមួយតូចខ្ញុំ4 10ប៉ុន្តែខ្ញុំអត់លក់អវ៉ាន់សៀមហ្មងភាគច្រើនយើងលក់អវ៉ាន់ជប៉ុនអវ៉ាន់ខ្មែរលក់ដាច់ចំណេញតិចតែយើងលក់បានច្រើនហើយមិនបាច់នាំចូលអីទេគ្រាន់តែយើងទៅលក់តែរបស់ស្ពៃរបស់ក្លិនរបស់អីលក់យកលុយមិនអស់ភ្ញៀវមកយើងណែនាំឲ្យគាត់ប្រើរបស់ខ្មែរយើងប្រើឲ្យគាត់ប្រើរបស់អាមេរិកប្រើអីវិញអត់លក់របស់សៀមដាច់ខាតហ្មងអូពួកខ្ញុំយកមកសិស្សបណ្ឌិតពូជួនកាសកូនខ្មែរអញ្ចឹងគាត់ធ្វើអវ៉ាន់ណាភាគច្រើនគាត់ថាបងខ្ញុំកូនខ្មែរតែខ្ញុំធ្វើអវ៉ាន់នៅកូរ៉េខ្ញុំជួយយកប៉ុន្តែបើអត់ដូរលេខកូដបានទេដោយសារយើងមានក្រុមហ៊ុនធំត្រូវចាភាគច្រើនអវ៉ាន់ពួកគឺគាត់យកមកមានបងឲ្យយើងមើល
សិតតែបាននិយាយថាយល់ស្គាល់ទីតាំងស្គាល់ម្ចាស់ច្បាស់បើអត់ច្បាស់អត់យកទេ ខ្ញុំជាអាជីវករនៅសាអូឡ িম্প ិកបងចាហើយផលិតផលខ្ញុំមានប្រភេទដូចជារបស់ម៉ាឡេកូរ៉េហើយនឹងរបស់ជប៉ុនហើយនឹងអីវ៉ាន់ក្រុមហ៊ុនហើយនឹងអីវ៉ាន់ចិនអីវ៉ាន់របស់ខ្មែរតែអីវ៉ាន់របស់ផ្ទះលេខ2ពីមុនមានតែតាំងពីមានបញ្ហាទៅពួកខ្ញុំឈប់លក់ហ្មងបងទោះថាមានភ្ញៀវមករកក៏ពួកខ្ញុំអត់មានឈប់លក់ហ្មងទោះខ្ញុំពីមុនខ្ញុំលក់ផ្ទះលេខ2ក៏ខ្ញុំចំណេញប៉ុណ្ណឹងហើយបើខ្ញុំដូរប្រទេសផ្សេងក៏ខ្ញុំចំណេញប៉ុណ្ណឹងទោះអត់ពីប្រទេសហ្នឹងក៏អត់មានបញ្ហាដែរបងចាបងចាហើយធម្មតាយើងទិញអីវ៉ាន់ក្រុមហ៊ុនគឺសិតតែយើងមានស្តង់ដារទាំងអស់បងយើងមិនមែនថាយករបស់ដែលវាអត់មានប្រភពច្បាស់លាស់និយាយទៅខាងតូបខ្ញុំក៏អត់បានលក់លេខផ្ទះលេខ2ទេបងហើយក៏យើងកំពុងតែជំរុញផលិតផលខ្មែរយើងឲ្យរត់តែបង្រិតទីផ្សារដើម្បីឲ្យប្រទេសយើងកាន់តែរីកចម្រើនបង សម្លៀកបំពាក់សម្រាប់យើងលក់នេះគឺមានទាំងប្រពៃណីខ្មែរនិងសម័យគ្នាហើយតែអីវ៉ាន់តូបខ្ញុំគឺផ្ដោតលើអីវ៉ាន់ប្រពៃណីខ្មែរហើយរដូវកាលនេះគឺរដូវអាសគឺភ្ជុំបិណ្ឌខាងមុខនេះហើយអីវ៉ាន់នេះគឺយើងធ្វើឡើងគឺគេធ្វើដោយថាចិត្តគំនិតខ្លួនឯងជាខ្មែរកាត់ឡើងពីគំនិតភ្លាមផ្ទាល់ហ្មងហើយ design មកគឺយើងធ្វើមកគឺអត់មានអីវ៉ាន់លេឡូចូលពីស្រុកក្រៅមកទេគឺមានទាំងហូលខ្មែរមានទាំងអីវ៉ាន់ឆ្នៃរបស់ខ្មែរទាំងអស់ហ្មងនិយាយរំទៅបើថាឲ្យលួចចម្លងដូចជាគ្មានអីត្រូវលួចចម្លងហើយព្រោះអីគាត់អត់មានអីត្រូវឲ្យយើងលួចចម្លងទេព្រោះសារតារបស់គាត់នឹងគឺផ្ដើមពីខ្មែរទៅវិញទេខ្មែរចាញ់គឺគាត់ចាញ់ដែរអញ្ចឹងពិបាកថងដឹងថាបើសិនជាថាឲ្យយើងថាប្រឡងបណ្ណាគ្នាគឺអត់មានអីជាមួយនឹងខ្មែរបានទេគឺខ្មែរគឺគំនិតឆ្លាតខ្លាំងមែនតើពីដូនតាមកហ្មងខ្ញុំសូមសំណូមពរឲ្យប្រជាជនខ្មែរយើងជួយគ្រប់គ្រងនិងវ៉ាន់ខ្មែរដែលធ្វើដោយខ្មែរហើយជាពិសេសបើដែលខ្មែរចាញ់មួយគឺយើងជួយគ្រប់គ្រងគ្នាមានតែខ្មែរគ្នាឯងទេទើបបានជួយគ្រប់គ្រងគ្មានអ្នកចិត្តខាងណាមកជួយគ្រប់គ្រងយើងទេគ្មានអ្នកណាគេចង់ឲ្យយើងរីកចម្រើនក្រៅពីខ្មែរគ្នាឯងទេចាជាមួយគ្នានេះផងដែរលោកសាន់ប៊ុនណាប្រធានគណៈកម្មការផ្សារបន្លែនិងលោកគួយចំណានប្រធានគណៈកម្មការផ្សារច្បារអំពៅក៏បានប្រាប់ស្តីងគ្នាថាតាមការសង្កេតឃើញជាក់ស្ដែងបច្ចុប្បន្ននេះមិនមានអាជីវករនៅបន្តលក់តំណែងថៃតទៅទៀតនោះទេប៉ុន្តែបើទោះបីជាបែបនេះក្តីក្នុងនាមគណៈកម្មការផ្សារគឺនៅតែបន្តតាមដានហើយក៏ស្នើឲ្យអាជីវករនិងអ្នកប្រើប្រាស់ហ្នឹងគឺត្រូវពិនិត្យតំណែងមុននឹងទិញព្រោះខ្លាចមានតំណែងខ្លាញ់បន្លំមកក្នុងនាមខ្ញុំជាគណៈកម្មការគ្រប់គ្រងផ្សារបន្លែនៃខណ្ឌច្បារអំពៅទីភ្នំពេញនេះដោយការអង្កេតជាក់ស្ដែងជារាល់ថ្ងៃគឺយើងអង្កេតទៅលើផលិតផលដែលគាត់លក់ជាគេហៅថាចាប់ហួយឃើញថាផលិតផលទាំងអស់ដែលបច្ចុប្បន្ននេះភាគច្រើនគឺជាផលិតផលដែលផលិតនៅក្នុងស្រុកយើងបាទហើយមានការនាំចូលពីក្រៅដូចជាខាងម៉ាឡេស៊ីខាងវៀតណាមឥណ្ឌូនេស៊ីហើយនឹងខាងប៉ែកអឺរ៉ុបមួយចំនួនក៏មានមកដល់យើងដែរដោយឡែកខាងចិនបាទខាងចិនក៏ភាគច្រើនគឺក៏មកពីចិនដែរតែផលិតផលដែលមកពីប្រទេសថៃដែលកន្លងមកតែងតែមានតែឥឡូវនេះគឺបានបាត់បង់ 99% ពីទីផ្សាររបស់យើងហើយក្នុងនាមគណៈកម្មការខ្ញុំបានសាកសួរជាមួយនឹងបងប្អូនជាអាជីវករអ្នកលក់បាទគាត់និយាយថាផលិតផលអស់ហ្នឹងគឺគាត់លែងនាំមកលក់ទៀតហើយបាទដាច់ខាតគឺគាត់លែងនាំមកលក់ទៀតហើយអ្នកដែលមកទិញក៏គេលែងតម្រូវការទៀតហើយតែអ្វីដែលគាត់ចង់បានបាទគឺឲ្យអាជីវករទាំងអស់គ្រប់គ្រងផលិតផលរបស់យើងឲ្យបានរឹងមាំនោះអ្វីវានឹងទៅជាតាមការចង់បានរបស់ប្រជាពលរដ្ឋយើងហើយមួយទៀតជាសំណូមពររបស់បងប្អូនដែលគាត់អ្នកចែកចាយហ្នឹងគាត់គិតថាផលិតផលរបស់ខ្មែរយើងសូមឲ្យអ្នកផលិតបាទវាតាបង្កើនគុណភាពហើយនឹងវិចប់ឲ្យមានសោភ័ណភាពបាទនោះជាចំណុចមួយដែលល្អប្រសើរហើយសូមឲ្យអ្នកផលិតទាំងអស់មេត្តាកុំប្រើប្រាស់សារធាតុគីមីលើសកម្រិតដែលបានកំណត់អញ្ចឹងអានេះហើយជាការអូសទាញរបស់អ្នកផលិតដល់អាជីវករឬនឹងអ្នកប្រើប្រាស់បាទបងប្អូនយើងគាត់ធ្វើពាក្យហេការយ៉ាងសស្រាក់សស្រាំមកដល់ថ្ងៃនេះយើងពិនិត្យឃើញថាស្ទើរតែ 100% បើយើងនិយាយដោយឡែកសម្រាប់ផ្សារច្បារអំពៅយើងនេះគឺមកដល់ថ្ងៃនេះក្រោយពីយើងទទួលបានគោលការណ៍
ពីរាជរដ្ឋាភិបាលក៏ដូចជាពិសេសគឺគណៈបាលរាជធានីភ្នំពេញតាមមនុស្សសាស្ត្ររបស់ឯកឧត្តមគង់ស្រេងយើងបានយុទ្ធនាការក្នុងការផ្សព្វផ្សាយដល់បងប្អូនអាជីវករគ្រប់បណ្ដាផ្សាររដ្ឋទាំងអស់25ផ្សាររដ្ឋក្នុងរាជធានីនេះគឺសម្រាប់ផ្សារច្បារអំពើរបស់យើងគឺយើងចុះពិនិត្យហើយយើងបានចុះទៅណែនាំគាត់ដល់ទីតាំងផ្ទាល់បងប្អូនយើងចូលរួមបានស្ទើរតែ 100% ក្នុងករណីថាគាត់លួចលក់ក៏លក់អត់បានដែរដោយសារបងប្អូនប្រជាពលរដ្ឋយើងទូទៅគាត់ពហិការមិនប្រើប្រាស់តែម្ដងបច្ចុប្បន្ននេះកុំថាឡើយដល់ទៅមនុស្សធំមនុស្សចាស់សូម្បីតែក្មេងអាយុ 5-6 ឆ្នាំក៏គាត់មានស្មារតីក្នុងការឈឺចាប់ដែរក្រោយពេលដែលថៃបានធ្វើសកម្មភាពឈ្លានពានទឹកដីរបស់ខ្មែរយើងចំពោះប្រជាពលរដ្ឋដែលដើរទិញអីវ៉ាន់វិញក៏បានបញ្ជាក់ប្រាប់ដែរថាពួកគាត់ដើររកទិញផលិតផលខ្មែរនិងផលិតផលប្រទេសផ្សេងៗប៉ុន្តែលើកលែងតែផលិតផលថៃអត់ទិញទេបើទោះបីជាមានលក់ក៏មិនទិញដែរពីព្រោះថាការឈឺចាប់កន្លងមកគឺនៅតែដក់នៅក្នុងអារម្មណ៍អញ្ចឹងសម្រាប់ពួកគាត់សុទ្ធតែគ្រប់គ្រងនៅផលិតផលខ្មែរមួយវិញទៀតផលិតផលខ្មែរឥឡូវនេះគឺសុទ្ធតែល្អនិងមានគុណភាពទៀតសូមអ្នកផលិតបង្កើនការផលិតនិងវេចខ្ចប់ឲ្យបានកាន់តែស្អាតថែមទៀតដើម្បីផលិតផលនៅក្នុងស្រុកកាន់តែរីកចម្រើននិងជឿនលឿនថ្ងៃនេះខ្ញុំដើរមកផ្សារមកថៃខ្ញុំមកទិញលទ្ធផលរបស់ខ្មែរបើសិនជាខ្ញុំឃើញលទ្ធផលរបស់ខាងសៀមក៏ខ្ញុំអត់ទិញដែរតែបើអ្នកផ្សេងពួកខ្ញុំអាចទិញបានព្រោះអីវាអត់ប៉ះពាល់អីចឹងណាហើយជួយឲ្យខ្មែរយើងធ្វើឲ្យបានល្អលើសនឹងទៅទៀតចាឥឡូវទទួលស្គាល់ថាគាត់ធ្វើបានគ្រប់គ្រងអតិថិជនដែលគាត់ទិញយកទៅប្រើប្រាស់ហ្នឹងឥឡូវគាត់បើជាងមុនឆ្ងាយចាដូចជា 90% ហើយវាចិត្ត 100% ឥឡូវខ្ញុំសូមសនំពរឲ្យដូចជាបងនឹងលើឬមួយក៏អតិថិជនដែលណែនាំគ្នាយកផលិតផលរបស់គេមកពីក្រៅស្រុករបស់ថៃហ្នឹងណាសូមបិទឲ្យចិត្តទៅលែងយកមកព្រោះអីទៅយកមកវាអ្នកដែលគ្នាទិញលក់គ្នាអត់ដឹងទេបើសិនជាកញ្ចប់តារាគ្នាដឹងហើយតែបើដូរជាកញ្ចប់ជាអីគ្នាដឹងទេហ្នឹងណាចាសូមសនំពរឲ្យអ្នកខាងលើនឹងបិទឲ្យចិត្តកុំនាំចូលឲ្យសោះតែអញ្ចឹងប្រជាពលរដ្ឋក៏អត់ដឹងទេគាត់នៅតែយកប្រើតារាហ្នឹងខ្ញុំជាពលរដ្ឋខ្មែរខ្ញុំបដិញ្ញាប្រើរបស់របរដែលក្នុងស្រុករបស់យើងឲ្យវារីកចម្រើនទៅមុខទៅទៀតហើយឲ្យកម្មករខ្មែរយើងមានការងារធ្វើចាខ្ញុំឈប់ទិញផលិតផលថៃអីទិញតែរបស់យើងនៅក្នុងស្រុកយើងលែងត្រូវការព្រោះអីវាទម្លាប់ទឹកដីយើងកុំឲ្យចាញ់វាមើលហ្នឹងហើយកុំឲ្យចាញ់វាយើងធ្វើមិនឲ្យបានហ្នឹងឲ្យខ្លាំងជាងវាកុំឲ្យបងប្អូនយើងហ្នឹងចង់ប្រើផលិតផលវាទៀតឈឺចាប់វាមកយកដីយើងស្រួលខ្ញុំសូមឲ្យបងប្អូនឈប់ប្រើរបស់ថៃទាំងអស់គ្នាងាកនាំមករបស់ខ្មែរយើងមិនចេះខ្វះទេស្អីក៏មានដែរឥឡូវសូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋកម្ពុជាបាននាំគ្នាពហិការចំពោះតំណែងថៃចាប់តាំងពីថៃបានបើកការឈ្លានពានមកលើប្រទេសកម្ពុជានឹងបានបាញ់សម្លាប់វីរៈកងទ័ពកម្ពុជាម្នាក់នៅថ្ងៃដំបូងគេបង្អស់នៅក្នុងទឹកដីកម្ពុជាហើយនៅក្នុងថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលមកដល់ពេលនេះគឺមានរយៈពេលជាង1ឆ្នាំហើយពលរដ្ឋខ្មែរចងចាំគ្រប់គ្នាអញ្ចឹងនេះគឺជាជ្រុងមួយដែលយើងចង់បង្ហាញជូនដល់លោកអ្នកនាងតកតងទៅនឹងអ្វីដែលជាការតាំងចិត្តរបស់ប្រជាពលរដ្ឋដែលជាអាជីវករផងនិងអ្នកទិញផងពួកគាត់សុទ្ធតែគ្រប់គ្រងនៅផលិតផលខ្មែរហើយការឈឺចាប់នេះគឺកាន់តែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជំរុញនៅការផលិតនៅផលិតផលនៅក្នុងស្រុកកាន់តែមានគុណភាពហើយទន្ទឹមនឹងការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងប្រទេសហើយគឺអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសទៀតក្នុងនោះ